មេរៀនទី24អ្នកចិត្តខាងល្អអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរអ្នកចិត្តខាងគឺជាអ្នកដែលរស់នៅក្បែរផ្ទះយើងគ្រប់គ្នាគ្រប់ទីកន្លែងអ្នកចិត្តខាងល្អគឺជាអ្នកដែលចេះគោរពស្រឡាញ់រាប់អានគ្នាហើយចេះជួយគ្នាដោយមិនរើសអើងចំពោះគ្នាពេលមានទុក្ខធរៈដូចជាមានពិធីរៀបការពិធីបុណ្យទានពេលមានអាសន្ននិងមានកិច្ចការរវល់ផ្សេងអ្នកចិត្តខាងតែងតែជួយគ្នាទៅវិញទៅមកពេលមានចំណីម្ហូបអាហារឆ្ងាញ់យើងចែករំលែកគ្នាហូបលើសពីនេះទៀតអ្នកចិត្តខាងល្អមានឫកពាអាកប្បកិរិយាសុភាពរាបសារនិងមានសម្ដីទន់ភ្លន់ដោយមិនទ្រគោះបោះបោកដាក់គ្នាដែលនាំឲ្យកើតជម្លោះម្យ៉ាងទៀតអ្នកចិត្តខាងល្អគឺមិននិយាយដើមគ្នាមិនបញ្ចេញឫកពាច្រងែងច្រងាងដាក់គ្នាពោលគឺចេះការពារនិងគោរពសិទ្ធិគ្នាដូច្នេះយើងនឹងរួមរស់ជាមួយគ្នាក្នុងសហគមន៍មួយប្រកបដោយសុខសន្តិភាព